គ្រាចុងក្រោយកាន់គម្ពីរកូរិនថូសខ្សែទី1ជំពូកទី7ខទី25ដល់ទី40ឯត្រង់ពួកស្រីក្រមុំខ្ញុំគ្មានទទួលសេចក្តីបង្គាប់ពីព្រះអម្ចាស់មកទេតែខ្ញុំសម្ដែងដោយគំនិតខ្ញុំទុកដូចជាបានទទួលសេចក្តីមេត្តាករុណាមកពីព្រះអម្ចាស់ឲ្យបានគួរជឿដែរដូច្នេះដោយព្រោះគ្រាលំបាកនេះខ្ញុំស្មានជាយ៉ាងនេះបានស្រួលគឺថាគួរឲ្យមនុស្សនៅតែដដែលវិញតើជាប់មានប្រពន្ធឬអីកុំឲ្យរកផ្លូវនឹងលែងគ្នាឡើយបើមិនទាន់ជាប់មានប្រពន្ធនៅឡើយនោះក៏កុំឲ្យរកប្រពន្ធដែរប៉ុន្តែបើអ្នកបានយកប្រពន្ធហើយនោះមិនមែនហៅថាមានបាបទេហើយបើស្ត្រីក្រមុំណាយកប្តីហើយនាងនោះក៏មិនមែនហៅថាមានបាបដែរតែពួកអ្នកយ៉ាងនោះនឹងមានសេចក្តីទុក្ខព្រួយខាងសាច់ឈាមណាស់ហើយខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះដោយព្រោះអាណិតដល់អ្នករាល់គ្នាបងប្អូនអើយខ្ញុំប្រាប់សេចក្តីនេះថាពេលវេលាចង្អៀតណាស់ហើយពីនេះទៅមុខគួរតែឲ្យពួកអ្នកដែលមានប្រពន្ធបាននៅដូចជាគ្មានវិញពួកដែលយំដូចជាមិនយំពួកដែលអសប្បាយដូចជាមិនអសប្បាយពួកដែលទិញដូចជាគ្មានអ្វីសោះហើយពួកអ្នកដែលប្រើប្រាស់លោកីនេះដូចជាមិនប្រើហួសខ្នាតទេត្បិតគំរូនៃលោកីនេះតែងតែផ្លាស់ទៅខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្តីកង្វល់ឯអ្នកដែលគ្មានប្រពន្ធនោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ដែលនឹងធ្វើដូចម្ដេចឲ្យទ្រង់សពព្រះហឫទ័យប៉ុណ្ណោះតែអ្នកណាដែលមានប្រពន្ធនោះតែងរវល់នឹងការនៅលោកីនេះវិញដែលនឹងធ្វើដូចម្ដេចឲ្យប្រពន្ធបានពេញចិត្តស្ត្រីមានប្តីនិងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរគឺស្រីដែលគ្មានប្តីនោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណនិងព្រលឹងវិញ្ញាណផងតែស្ត្រីណាដែលមានប្តីនោះតែងរវល់នឹងការនៅលោកីនេះវិញដែលនឹងធ្វើដូចម្ដេចឲ្យប្តីបានពេញចិត្តដែលខ្ញុំនិយាយសេចក្តីនេះនោះសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នាមិនមែនជាការដាក់អន្ទាក់រូតនៅមុខអ្នករាល់គ្នាទេគឺសម្រាប់ការដែលគួរគប្បីហើយឲ្យអ្នករាល់គ្នាបានឧស្សាហ៍បម្រើព្រះអម្ចាស់ឥតមានសេចក្តីណានាំឲ្យទាស់ចិត្តឡើយបើមានអ្នកណាស្មានថាមិនគួរគប្បីចំពោះកូនក្រមុំដែលហួសអាយុគ្រប់ការហើយក៏មានសេចក្តីបង្ខំក្នុងការនោះដែរនោះឲ្យឪពុកធ្វើតាមចិត្តទៅគឺឲ្យកូនយកប្តីចុះគ្មានបាបទេតែឪពុកអ្នកណាដែលមានចិត្តដាច់ឥតមានសេចក្តីបង្ខំទេគឺមានអំណាចនិងសម្រេចដោយខ្លួនឯងបានហើយបានតាំងចិត្តថានឹងទុកកូននៅជាក្រមុំដរាបទៅនោះក៏ស្រួលហើយបានជាអ្នកដែលឲ្យកូនទៅគេក៏បានប្រព្រឹត្តល្អហើយអ្នកដែលមិនឲ្យកូនទៅគេនោះក៏ប្រព្រឹត្តល្អជាងទៅទៀតការប្តីនៅរស់នៅឡើយនោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្តីជាដរាបតែបើកាលណាប្តីស្លាប់ទៅនោះនាងមានច្បាប់នឹងយកប្តីតាមចិត្តឲ្យតែយកក្នុងព្រះអម្ចាស់ប៉ុន្តែតាមគំនិតខ្ញុំយល់ថាបើនាងនោះនៅតែមេម៉ាយតទៅនោះនាងបានសប្បាយជាងហើយខ្ញុំស្មានថាខ្ញុំមានវិញ្ញាណនៃព្រះដែរ
ចូលគិតនិងស្វែងយល់លោកសាវកពលបានលើកទឹកចិត្តពួកអ្នកជឿឲ្យប្រុងស្មារតីចំពោះការដើរតាមព្រះយេស៊ូវនិងការបម្រើទ្រង់ក្នុងគ្រប់កាលៈទេសៈជាជាងការផ្ដោតតែលើបញ្ហានៃការរៀបការខទី25ដល់ទី28លោកសាវកពលបានលើកទឹកចិត្តពួកអ្នកជឿកុំឲ្យចិត្តរបស់ពួកគេត្រូវបានចាប់យកដោយសារលោកីដែលមិនមានសល់ពេលច្រើននេះឡើយចំណែកឯទ្រព្យសម្បត្តិនៃលោកីនេះនិងសន្តានរបស់វាពេលបច្ចុប្បន្ននឹងមិនត្រូវបានស្ថិតថេរនៅជារៀងរហូតទេវានឹងកន្លងផុតទៅទោះបីជាបានរៀបការឬក៏អត់ក៏ដោយប៉ុន្តែអ្វីដែលសំខាន់គឺថាយើងបម្រើព្រះយេស៊ូវដែលជាគោលបំណងនៃជីវិតរបស់គ្រីស្ទានម្នាក់ដរាបណាយើងរក្សាគោលការណ៍នេះឲ្យនៅច្បាស់លាស់នោះបញ្ហាដែលពាក់ព័ន្ធនឹងការរៀបការនិងការរៀបការម្ដងទៀតគឺអាចដោះស្រាយបានយ៉ាងងាយស្រួលខទី36ដល់ទី40តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដែលផ្អែកលើខទី30ពួកយើងដែលកំពុងរស់នៅគ្រាចុងក្រោយត្រូវតែដឹងពីរបៀបតាក់ទងហេតុការណ៍ទាំងពីរយ៉ាងនេះគឺការអសប្បាយនិងក្រៀមក្រំនៅក្នុងជីវិតរបស់យើងអ្វីក៏ដោយដែលយើងអាចជួបប្រទះយើងមិនត្រូវសោកសៅដូចជាគ្មានសង្ឃឹមឬអស់សង្ឃឹមដែលដូចជាមនុស្សគ្មាននៅសល់អ្វីដើម្បីនឹងទទួលបាននោះឡើយដែលផ្អែកលើខទី36ដល់ទី40ការផ្គាប់ព្រះទ័យព្រះយេស៊ូវដែលការស្ដាប់បង្គាប់ចំពោះការត្រាស់ហៅរបស់យើងគឺសំខាន់ជាជាងទោះបីជាយើងរៀបការម្ដងទៀតឬមិនរៀបការក៏ដោយទោះបីជាជីវិតរបស់យើងមិនផ្លាស់ប្ដូរទៅតាមទិសដៅដែលយើងបានសង្ឃឹមក៏ដោយក៏ត្រូវតែចាំថាព្រះគឺនៅតែគង់នៅជាមួយយើងនិងមានបំណងទំនាក់ទំនងជាមួយយើងនៅក្នុងកន្លែងដែលយើងឈរនៅសូមអានកាន់គម្ពីរទំនុកដំកើងជំពូកទី55ដល់ជំពូកទី57សេចក្តីអធិដ្ឋានសូមអរព្រគុណដល់ព្រះសម្រាប់ការជួយដល់យើងខ្ញុំឲ្យដឹងថាពេលវេលារបស់យើងនៅក្នុងលោកីយ៍នេះខ្លីប៉ុណ្ណា